សួស្តីបងប្អូនទាំងអស់គ្នាណាចឹងយើងមកដល់ស្រាយចំណោទលំហាត់លេខ3ទំព័រទី32ណាយើងមើលរូបទៅនេះកង់រទេះកង់ A និងកង់ B ណាចឹងគេថាម៉េចកង់ A វិលបាន7ជុំក្នុងមួយនាទីរីឯកង់ B វិលបាន4ជុំក្នុងមួយនាទីតើកង់ណាវិលបានវែងជាងមានប្រវែងវែងជាងចឹងគឺចង់ដឹងថាតើ A និង B មួយណាដែលវិលបានវែងជាងគេណាតើអ្នកទាំងអស់គ្នាលំហាត់នឹងណាចឹងដើម្បីរកតើកង់ A និងកង់ B ដែលវិលបានវែងជាងគេដំបូងយើងត្រូវទៅរកបរិមាត្រដើម្បីរកបរិមាត្រកង់ A ណាយើងត្រូវស្គាល់ប្រវែងកម្មចឹងកង់យើងមានរាងជារង្វង់ចឹងដើម្បីរកបរិមាត្រកង់ A គឺយើងប្រើតាមរូបមន្ត P ស្មើបាទ P ស្មើអីយើងស្គាល់កម្មមែនទេ3សង់ទីម៉ែត្រនេះគឺជាកម្មរបស់កង់ A អញ្ចឹងយើងបានផៃ R គុណឲ្យ2នេះគឺជារូបមន្តបរិមាត្រដែលយើងស្គាល់កម្មរង្វង់អញ្ចឹងកម្មរង្វង់របស់យើងគឺស្មើប៉ុន្មានបងប្អូនគ្នាយើងដាក់ទៅនេះមកកម្មរង្វង់របស់យើងស្មើ3សង់ទីម៉ែត្រណាអញ្ចឹងកម្មរង្វង់របស់យើងគឺស្មើ3សង់ទីម៉ែត្រអញ្ចឹងតោះយើងបាន P ស្មើ P របស់យើងស្មើផៃយើងចាំទៅគឺបាន 3.14 គុណឲ្យនឹង3គុណឲ្យ2ជួយយើងបាន P ស្មើណា P ស្មើយើងគុណបញ្ចូលគ្នាមកតើលេខហ្នឹងស្មើប្រហែលណាយើងគុណបញ្ចូលគ្នាសិនមកតោះទាំងអស់គ្នាមិញយើងបានគុណនេះណាជាងបន្ទាប់មកយើងគុណមកឃើញ 18.84 ម៉ែត្រអានេះយើងរកបរិមាត្រកង់ A ចឹងបន្ទាប់ពីយើងរកបរិមាត្រកង់ A យើងរកមួយទៀតណារកចំនួនជុំដែលកង់ A វិល7ជុំក្នុងមួយនាទីចឹងយើងធ្វើម៉េចរកចំនួនជុំណារកចំនួនជុំកង់ A វិលបាន7អី7ជុំណាក្នុងមួយនាទីអញ្ចឹងដើម្បីរកចំនួនជុំដែលកង់ A វិលបាន7ជុំក្នុងមួយនាទីអញ្ចឹងយើងត្រូវយកនេះចំនួនជុំរបស់កង់ A របស់យើងហ្នឹងយើងត្រូវរកចំនួនជុំរបស់កង់ A របស់យើងហ្នឹងនេះយកបរិមាត្រគុណនឹង7ជុំក្នុងមួយនាទីបរិមាត្រកង់ A ណាអញ្ចឹងយើងបានណាអញ្ចឹងចំនួនជុំស្មើអីបាទចំនួនជុំកង់អីកង់ A ស្មើអញ្ចឹងចំនួនជុំកង់ A ស្មើប្រមាណបងប្អូនគ្នាចំនួនជុំកង់ A ស្មើនឹងបរិមាត្រកង់ A គុណនឹង7ជុំក្នុងមួយនាទី18.84 ម៉ែត្រគុណនឹង7ណាអញ្ចឹងបន្ទាប់មកឃើញមែន18គុណ87យើងឃើញ131.88 ម៉ែត្រអានេះយើងរកឃើញចំនួនជុំរបស់កង់ A បន្ទាប់មកទៀតយើងទៅរកបរិមាត្រកង់ B ហើយនឹងរកចំនួនជុំកង់ B ដើម្បីធ្វើការប្រៀបធៀបតើចំនួនជុំកង់ A និងចំនួនជុំកង់ B តើណាវិលបានវែងជាងឬក៏ច្រើនជាងណាបងប្អូនគ្នាអញ្ចឹងចាប់ដើមមករកបរិមាត្រកង់ B រកបរិមាត្រកង់ B ចឹងដើម្បីរកបរិមាត្រកង់ B ចឹងយើងសារ P ស្មើឲ្យសារតែកង់របស់យើងរាងជារង្វង់អញ្ចឹងគេប្រាប់កម្មអញ្ចឹង P ស្មើ2ផៃ R មែនទេ R របស់យើងកម្មរង្វង់របស់យើងនេះស្មើ5សង់ទីម៉ែត្រណាផៃរបស់យើងគឺប៉ុន្មាន 3.14 ណាយើងប្រាប់គេចឹងមកជួយយើងបាន P ស្មើប៉ុន្មានអស់គ្នា2គុណឲ្យ 3.14
côn nói pram smile của man ở khỉ chứng dân có smile mán chứng dân smile xa muối cho 4 mét chứng bạn để mát con bì nữa mình khởi ấy bạn để mát con bí mà nâng xa muối cho 4 mét nó tỏ khỉ còn đấy tỏ khỉ lại nâng cho một tọp tiền đấy tọp tiền nhưng rọc ấy rọc chùm nôn trúng con bì này rọc chùm nôn ấy chùm nôn trúng con bì vơi bàn mán con bi bao giờ này là vơi bàn 4 chùm đấy vơi bàn 4 chùm chừng vơi bàn 4 chùm không là dẹp pe màn được kia nóng là dẹp pe mùi như tì đài này bạn nó dẹp pe mùi nía tì chứng đồng bây đâu chùm nôn chùm bán đi phơi định mảnh máu dân do cái bạn để mặt con bí côn nứng 4 chùm nữa chứng mà nứng bạn để mặt con bí nhưng mà xà muối chụp 4 côn nứng 4 xà man ở khía côn mau dân khơi mà rồi mà phay pram chụp vào muối mệt tỏ nó lại nó ở khía đấy phay pram chụp vào muối mệt chân dân vô máu chân cái ba này mà dân tiệp thiệp này cái bán mà rồi xà muối cho 88 ยัง xem 120 ចុច 6 ម៉ែត្រ ជាងយើងមើលពីនឹងតើណាធំជាងណាវែងជាងប្រកបណាស់ 131.88 ធំជាង 125.6 ដោយសារតែវាវិលបានច្រើនជុំជាងណាអញ្ចឹងកង់ A វិលបានវែងជាងកង់ B ណាអញ្ចឹងគេបានមក tam là gì ở ca son than bao giờ bạn ní kệ bán con é vơ bán rồi vay ấy rồi vay quen chiêng con ấy con bì đấy và rồi quen chiêng con bì chứng dân đo sai rồi bạn để mát còn e chùm luôn chung còn e rồi bạn để mát còn bi chùm luôn chung còn bi vô pi nếu mà điệp thiệp nè bờ lên nào bờ vào vai con e ban thông chiến con ấy thông chiến ấy nhưng mới chia sẻ với vai con e cứ miếng vào vai ven chiến con bi để sao mà rồi sao muốn cho bay bầm bấy vì thông chiến mà rồi bay pram cho lấy pram và làm mùi nữa sau đó bỏ vô lấy ai comment nó không video này riêng về tỉnh